អូយវាយប្តីធ្វើអីហ្នឹងឯងធ្វើស្អីលួចក្តាមខ្ញុំមិនមែនខ្ញុំឲ្យ200យើងខ្ចី2លានឯងឲ្យ200រឿងបងលេងសំខាន់ហើយមែនរដូវកាលភ្លៀងធ្លាក់ខ្លាំងខ្យល់បក់បោកក៏ខ្លាំងដូចគ្នាផ្ទះនៅស្រុកស្រែចំការនាពេលនេះកំពុងតែដេកស្ដាប់សំឡេងកង្កែបក្អាត់យំទ្រហឹងនៅតាមវាលស្រែអ្នកភូមិជាច្រើនអ្នកបាននាំគ្នាទៅឆ្លោះកង្កែបផងដែរនៅក្នុងបន្ទប់ដេកភ្លៀងពេលយប់ដូចនេះដេកត្រជាក់ស្រួលខ្លួនណាស់តែគួរឲ្យស្ដាយដែលខ្ញុំគ្មានប្រពន្ធនៅជាមួយឯកានណាស់ពេលនៅម្នាក់ឯងដូចនេះនោះរំពេចនោះប្រពន្ធរបស់គេដែលកំពុងតែដេកឃ្លុំភួយបានបើកភួយឡើងហើយក៏និយាយមកកាន់ប្តីថាអីនិយាយពីស្អីឲ្យប្រកាសទេចុះខ្ញុំដែលនៅទីនេះគឺជាស្អីដែរអត់គិតដេកសោះបែរជាមកនិយាយដំឡងខ្ញុំអូប្រពន្ធបងនៅទីនេះសោះមិនទៅឆ្លងកែបទេអីកាត់អីបានជាណែកាត់អីបានជាមកប្រើប្រពន្ធឲ្យទៅឆ្លងកែបនោះចុះអ្នកដែលជាប្តីនោះមិនទៅទេអីបងឃើញថាអូនឯងចូលចិត្តទឹកភ្លៀងបានជាបងចង់ឲ្យអូនទៅលេងទឹកភ្លៀងកុំចេះតែនឹកឃើញពេកគ្មានរឿងអីផងចង់បង្កចំនួនមែនទេបងឯងនេះចង់ទៅដេកក្រៅបន្ទប់ឲ្យមែនអត់ទេបងដេកហើយបើសិនជាបងទៅបងធ្វើឲ្យអូនខឹងហើយបងដេកហើយ ខ្ញុំមិនអាចខត់ទេដេកតែម្ដងទេមិនបាច់ភ្ញាក់មកវិញទេចូលចិត្តនាំរឿងដាក់ខ្លួនណាស់មែនទេខ្ញុំនឹងមិនឲ្យភ្ញាក់វិញឡើយអូនកុំធ្វើបែបហ្នឹងអីបងចង់រស់នៅមានជីវិតដើម្បីបន្តតកូលគ្រួសារយើងកុំធ្វើអីផ្ដេសផ្ដាស់ចំពោះបងពេលបងដេកលក់ណាបងមិនចង់ទៅណាឆ្ងាយពីអូនទេបងចង់នៅជាមួយអូនជារៀងរហូតទាល់តែពួកយើងចាស់កោងខ្នងរៀងខ្លួនទាំងអស់គ្នាមានកូនមានចៅរត់ពេញផ្ទះបានអញ្ចឹងកម្រោរឿងដាក់ខ្លួនពេកនៅសុកមិនចង់ទេពេលគេចង់រករឿងវិញតាំងភ័យស្លន់ស្លោហើយបាទបងយល់ហើយបងដេកហើយណាកុំធ្វើអីបងលឺព្រោះបងអត់ដឹងរឿងអីទេអាត្រាទាញភួយឃ្លុំចិត្តក្បាលរបស់គេតែម្ដងចេះខ្លាចដែរតាប្តីនាពេលព្រឹកឡើងអ្នកភូមិបានដើរលក់កង្កែបនិងក្តាមពីផ្ទះមួយទៅផ្ទះមួយក្តាមកង្កែបមានអ្នកណាត្រូវការទិញក្តាមកង្កែបដែរទេមានច្រើនណាស់មីអូនអើយត្រូវការទិញដែរទេហ្នឹងមានអ្នកណាត្រូវការទិញឬអត់បើមិនចង់ទៅផ្សារគួរតែទិញពីខ្ញុំទៅយកមកលក់ដល់ផ្ទះនេះបានណាអ្នកអើយមានអីលក់ខ្លះអាចចូលមកផ្ទះខ្ញុំបន្តិចមក ចាខ្ញុំទៅហើយមានក្តាមមានកង្កែបប្រឡាក់គ្រឿងទៅជៀនឆ្ងាញ់ណាស់ខ្ញុំទិញទុកឲ្យម៉ែវាធ្វើម្ហូបមិនបាច់ទៅផ្សារទេនាំទៅអស់លុយច្រើនអង្កែប1គីឡូប្រមាណអង្កែបខ្ញុំលក់តែ1គីឡូ3000រៀលទេហើយក្តាមវិញក៏ដូចគ្នាណាទិញយកទៅត្រាំទុកហូបទៅខ្ញុំយកទាំងពីរមុខដាក់មួយមុខ1គីឡូមកខ្ញុំថ្លឹងឲ្យភ្លាមតែម្ដងណាស្របពេលជាមួយគ្នានោះអាត្រាបានដើរឆ្លងកាត់គេក៏បានចូលមកដល់ផ្ទះពូជឿនផ្លេតតែម្ដងមីងលក់អីខ្លះហ្នឹងណែមិញលក់កង្កែបនិងក្តាមហើយចាប់បានច្រើនណាស់អញ្ចឹងមិញយកមកលក់តែម្ដងទៅទំនងដែរតាខ្ញុំយកអង្កែប1គីឡូមីងណែចាំឲ្យផ្លេតណាមិញច្រកឲ្យលោកបងខាងនេះសិនណែរបស់លោកបងរួចរាល់ហើយបាទនេះប្រាក់លក់ឲ្យឆាប់អស់ណាអ្នកចាអរគុណលោកបងហត់ណែរបស់ក្មួយមិញថ្លឹងឲ្យសិនណែគ្រប់1គីឡូល្មមមិញថែមឲ្យ2 3ទៀតណាប្រុសក្មេងមកទិញអីអញ្ចឹងអរគុណមីងខ្ញុំទៅវិញសិនហើយអាត្រាឲ្យលុយអ្នកលក់រួចគេក៏បានមកផ្ទះវិញយកកង្កែបទៅឲ្យប្រពន្ធដើម្បីធ្វើម្ហូបទៀតផងធ្វើម្ហូបនេះតើអូនឆាក្តៅនឹងប្រឡាក់គ្រឿងចៀនបងអញកំពុងតែប្រើអ្នកណាហ្នឹងបងប្រាប់ប្រពន្ធបងអូនកំពុងតែគិតថាបងមានប្រពន្ធចង់មែនបងប្រាប់ប្រពន្ធឲ្យបានដឹងតើចាប់បើខ្ញុំមិនធ្វើតើចង់ចាំម៉េចបើអូនធ្វើទុកឲ្យបងជាអ្នកធ្វើវិញរងចាំតែហូបស្នាដៃរបស់ប្តីទៅដឹងតែឈ្ងុយឆ្ងាញ់ញៀនស្នាដៃបងធ្វើម្ហូបដល់ជាតិក្រោយហើយកុំអួតពេកបើថាទៅធ្វើទៅឲ្យលឿនទៅកុំនៅនិយាយច្រើនពេកបងកំពុងតែធ្វើឲ្យតាហើយបានប្រពន្ធមួយនឹងគេដែរតែឆាកជីវិតនេះកំសត់ពេកហើយប្រពន្ធមិនយល់ចិត្តហើយថែមទាំងកំហកឲ្យប្តីជារៀងរាល់ថ្ងៃទៀតពេលខ្លះលុះព្រលឹងឡើងចង់ងាប់រៀបរាប់ការចាប់ទៅលោកប្តីចប់ហើយស្ដីបន្ទោសប្តីអត់ឈប់ហ្មងឌៀនណាបានចាក់ចេញពីផ្ទះទុកឲ្យប្តីនៅរអ៊ូតែម្នាក់ឯងខណៈដែរមកដល់ផ្ទះម្ដាយឪពុកនាងបានឃើញមាន់ដុតដាក់នៅលើតុទៀតផង
មាត់ដុតទៀតឆ្ងាញ់មាត់ជាងហុំកែប្តីខ្ញុំឆាទៀតពុកម៉ែខ្ញុំសុំហូបផងណាមកចោលប្តីធ្វើអីទៅផ្ទះវិញទៅកូនឯងទៅវិញទៅណែម៉ែធ្វើសម្រាប់តែគ្រួសារម៉ែទេណាខ្ញុំក៏ជាគ្រួសារម៉ែដូចគ្នាខ្ញុំជាកូនរបស់ម៉ែណាអើយម៉ែដឹងថាកូនគឺជាកូនម៉ែតែទៅផ្ទះវិញទៅហូបកែបឆាគ្រឿងជាមួយប្តីរបស់កូនទៅកុំថាពុកម៉ែនេះលំអៀងមានអីឆ្ងាញ់ឲ្យតែកូនខ្លួនឯងអត់ដែរនឹកនេះដល់កូនប្រសានោះប៉ិតជាអយុត្តិធម៌ចំពោះខ្ញុំប៉ិតមែនពុកម៉ែខ្ញុំមិនកូនណាធ្វើអញ្ចឹងចំពោះកូនទេខ្ញុំទៅផ្ទះវិញហើយពុកម៉ែប៉ិតជាដាច់ចិត្តចំពោះខ្ញុំមែនឌៀនណាចូលទៅក្នុងផ្ទះឃើញមុខប្តីហើយនាងក៏បានវាយក្នុងប្តីមួយដៃអូយវាយប្តីធ្វើអីហ្នឹងបងមិនបានធ្វើអីអូនខឹងផងអូនអញមួម៉ៅរឿងអីហ្នឹងមិនបានមួម៉ៅទេតែពេលឃើញមុខប្តីណាគឺខ្ញុំគ្រឹះប្តីណាឌៀនណាចូលទៅក្នុងបន្ទប់ផ្លេតតែម្ដងប្រពន្ធខ្ញុំខឹងអីនរណាមកអញ្ចេះនាថ្ងៃបន្ទាប់អាត្រាបានទៅស្រែចាប់ក្តាមខណៈដែលគេចាប់ដាក់សឹងតែបានកន្លះធុងអ្នកភូមិជាមួយគ្នានោះបានដើរឆ្លងកាត់បានយកក្តាមក្នុងធុងនោះខ្លះដាក់ចូលទៅក្នុងធុងគេអាត្រាបានងាកមកវិញគេក៏បានបន្លឺឡើងអញធ្វើស្អីលួចក្តាមខ្ញុំមែនខ្ញុំខំចាប់មកព្រឹកធំទៅហើយអត់ចេះមានដៃចាប់ខ្លួនឯងទេបានជាចង់មកលួចរបស់គេអញ្ចឹងហ៎ទេខ្ញុំអត់បានលួចណាខ្ញុំមើលតើឃើញថាឯងបកាយចាប់បានច្រើនខ្ញុំទៅសើហើយមុននេះក្តាមទាំងអស់នេះវាហេឡូមកកាន់ខ្ញុំណាឯងមើលមនុស្សក្នុងផ្លូវល្អខ្លះផងទៅមិនអ្វីដែលឯងឃើញសុទ្ធតែជាការពិតទាំងអស់នោះទេបើថាអញ្ចឹងជួយចេញឲ្យឆ្ងាយពីធុងក្តាមរបស់ខ្ញុំផងទៅខ្ញុំទៅរកនៅក្នុងស្រែផ្សេងហើយក្រែងលោបានទាំងត្រីទៀតហ្នឹងហើយប្រញាប់ទៅយើងទៅខាងនោះហើយថាចប់ហើយកូនក៏បានដើរសំដៅទៅកាន់ស្រែផ្សេងភ្លាមឃើញច្បាស់នឹងភ្នែកហើយតែប្រឹងប្រកែកមនុស្សអើយមនុស្សបន្ទាប់ពីចាប់ក្តាមរួចអាត្រាបានចាក់ចេញពីស្រែស្រាប់ពេលដែលម៉ូតូសញ្ញានរបស់គេចាក់ចេញពីស្រែមិនក៏ចាប់ផ្ដើមធ្លាក់ភ្លៀងមកទៀតតែគេបានឃើញឆ្មាកំពុងតែនៅលើដើមឈើអាត្រាក៏ឈប់ម៉ូតូផ្លេតយេហេណែឯងចុះមកមេឃភ្លៀងហើយបើល្ងាអត់ចំណៃឃ្លានទៅផ្ទះជាមួយគ្នាប្រពន្ធខ្ញុំច្បាស់ជាសប្បាយចិត្តហើយឆ្មានោះបានចុះពីលើដើមឈើហក់មកលើគេអាត្រាបាននាំឆ្មានោះទៅផ្ទះជាមួយគ្នាតែម្ដងនៅក្នុងផ្ទះចុះមកធ្វើអីដឹងដែរទេថាខ្ញុំអត់ចេះមើលឆ្មាទេបងឃើញវាកំសត់ពេកនៅលើដើមឈើហើយមេឃកំពុងភ្លៀងទៀតបងចិត្តអត់ដាច់ជាមួយវាទេពេលបងឃើញដូច្នេះបងមិនអាចទប់ចិត្តមិននាំមកផ្ទះជាមួយបានទេអូនទុកដូចជាញាតិរបស់យើងម្នាក់ទៀតទៅចុះណាតែបើអូនមិនពេញចិត្តទេបងយកទៅផ្ញើជាមួយពុកម៉ែបងក៏បានដែរខណៈដែលអាត្រាកំពុងតែរៀបរាប់ឌីណានាំឆ្មានោះទៅជាមួយនាងដោយដាក់នៅលើគ្រែដេកតែម្ដងនៅផ្ទះនេះអីក៏មានឆៃដែរឯងចង់ឆៃឯងប្រាប់ម៉ែបានណាសាច់គោសាច់មាន់ទឹកដោះគោបបរស៊ុបមាន់អីក៏បានដែរណាចាំឲ្យគេទៅទិញអើយអូនមិនបាញ់មិញថាអត់ចូលចិត្តទេតែឥឡូវយកទៅដេកនៅលើគ្រែជាមួយហើយហៅបងសុទ្ធតែគេទៀតហួសហេតុពេកហើយទៅស្ងោរសាច់មាន់ចុះមកឲ្យកូនយើងឆៃទៅហើយកង្កែប្រឡាក់គ្រឿងជើងនឹងសល់ពេលម្សិលមិញកំដៅហូបទៀតទៅកុំឲ្យអស់លុយទិញមកហូបទៀតណែមាន់ជើងសល់3ណាវាយមួយស្ងោរឲ្យកូនឆៃទៅក៏បានដែរស៊ីសុទ្ធតែមាន់ស្ងោរខ្លួនឯងកំដៅមកហូបសល់ហូបប្រើលឹកណាក៏តមាត់ដែរចង់ចាំមិនឲ្យប្រកាសនឹងទៅហើយចាំស្ងោរឆ្អិនបេះឲ្យទៀតថ្នមទៅប្តីមិនដែលថ្នមអញ្ចឹងទេថាហើយអាត្រាបានចាក់ចេញទៅតែម្ដងបន្តិចទៀតពុកកូនឯងមកវិញឥឡូវហើយនាពេលជប់ជន់អាត្រាដេកកប់ទៅនឹងជញ្ជាំងខណៈដែលប្រពន្ធរបស់គេនឹងឆ្មាបានដេកយកកន្លែងអស់ទៅហើយដឹងអញ្ចឹងអត់យកមកផ្ទះទេយកទៅឲ្យម៉ែពុកមើលតែម្ដងឥឡូវដេកកប់នៅកលៀតអញ្ចឹងនាថ្ងៃបន្ទាប់ប្តីប្រពន្ធអ្នកទាំងពីរបានចាក់ចេញទៅក្រៅឌីណាអោបឆ្មាជីពីក្រោយប្តីចឹងទៅទិញរបស់លេងណាកូនឯងចង់បានអីទេម៉ែទិញឲ្យទាំងអស់តែម្ដងហើយចុះប្តីវិញហ៎ចង់បានដែរតាអូនឯងទិញឲ្យឬក៏អត់មានលុយទិញខ្លួនឯងទេចាំអាចឲ្យអ្នកណាទិញឲ្យទៀតធំហើយមានលុយចង់បានអីទិញខ្លួនឯងទេអាសូរតែអត់ការងារធ្វើអត់លុយទេតែរាល់ថ្ងៃមានការងារសោះហើយក៏មានលុយចាយដែរទិញខ្លួនឯងទេប្រពន្ធយកអស់ហើយនឹងមានលុយស្អីទៀតជិះឲ្យលឿនឡើងទៅនិយាយច្រើនលើសពីអីដែលខ្ញុំនិយាយហើយ
បងសុំទោសប្រពន្ធ មកដល់កន្លែងលក់របស់ឆ្មាឌីណាបានបីឆ្មាចូលទៅក្នុងលឿនស្លេវ អត់ចាំប្តីសោះហ្មង បន្ទាប់ពីទិញរបស់ឆ្មារួចពួកគេបានត្រឡប់ទៅផ្ទះវិញឌីណាងូតទឹកឲ្យឆ្មាពាក់ខោអាវឲ្យឆ្មាខណៈដែលប្តីរបស់នាងបានចាក់ចេញពីផ្ទះដើម្បីទៅពិនិត្យការងារក្នុងកសិដ្ឋានចិញ្ចឹមគោ ក្មួយអាត្រាក្មួយអញបាត់មុខប្រមាណថ្ងៃភ្លៀងពេកខ្ជិលមកមិនមែនក្មួយអ្នកផ្សេងគេធ្វើការបានល្អណាស់ទឹកដោះគោស្រស់ថ្មីរាល់ថ្ងៃបានពូដោយសារតែភ្លៀងពេកខ្ញុំខ្ជិលមកដោយដឹងតែមានពូមើលការខុសត្រូវនៅទីនេះហើយខ្ញុំគ្មានអីដែលត្រូវបារម្ភនោះទេអរគុណដែលក្មួយទុកចិត្តមកលើពូណាពូជាចាស់ទុំនៅទីនេះខ្ញុំត្រូវទៅទុកចិត្តលើពូជាងគេ រំពេចនោះមានមនុស្សកំពុងតែតោះសម្ដីគ្នានៅខាងមុខកសិដ្ឋាន ខ្ញុំអាចឲ្យចូលបានទេនៅទីនេះមានច្បាប់បើគ្មានការអនុញ្ញាតគេមិនអាចឲ្យចូលទៅតែម្ដង ខ្ញុំមានការតែមួយផ្លេតទេខ្ញុំនឹងត្រឡប់ទៅវិញហើយឲ្យខ្ញុំចូលទៅមួយផ្លេតទៅ ខ្ញុំអាចឲ្យចូលបានពិតមែនណាទៅផ្ទះវិញទៅ ស្របពេលជាមួយគ្នានោះអាត្រាបានមកសួរនាំ មានរឿងអីហ្នឹងបាទម៉ែគឺនារីម្នាក់នេះចង់ចូលទៅក្នុងតែនាងមិនមែនជាអ្នកធ្វើការនៅក្នុងកសិដ្ឋាននេះទេហេតុអីក៏ចង់ចូលទៅក្នុងអូនអញចង់ទៅរកអ្នកណា ខ្ញុំមកសុំទឹកដោះកូនតិចបន្តួចដើម្បីឲ្យកូនបើខ្ញុំលែងមានអីទៀតហើយតែកូនខ្ញុំនៅតូចខ្ញុំអាណិតកូនចង់ឲ្យកូននៅបន្តបើបងឲ្យខ្ញុំធ្វើការដោះដូរជាមួយទៅក៏បានដែរតែខ្ញុំសុំនាំកូនដើម្បីមកជាមួយណា អូមិនអីទេខ្ញុំយល់ពីរឿងនេះហើយពេលរឹងដៃរឹងជើងពេលណាមកកាន់ទីនេះម្ដងទៀតណាឡែមទៅយកទៅដោះគោរបស់យើងដែលបានចម្រាញ់រួចរាល់យកមកឲ្យប្អូនខាងនេះមកហើយយកឲ្យច្រើនមកបាទម៉ែបើកូនមានអ្នកមើលអាចមកធ្វើការបានខ្ញុំមិនចង់ឲ្យកូនរបស់ប្អូននៅតែម្នាក់ឯងគ្មានអ្នកណាមើលថែនោះទេ ចាអរគុណបងប្រុសអរគុណណាស់មនុស្សរបស់អាត្រាយកទៅដោះគោមកដើម្បីប្រគល់ឲ្យនារីម្នាក់នោះនាងក៏បានទទួលហើយនិងបានចាក់ចេញទៅ តាមមើលទៅប្រហែលជាមីម៉ាយចិញ្ចឹមកូនតែម្នាក់ឯងហើយម៉ែបើបែបនេះទៀតយើងកាន់តែជួយឲ្យគេមានការងារធ្វើហើយព្រោះការដែលផ្ដល់ឲ្យនោះវាមិនបានថិតថេរនៅគង់វង្សរហូតទេបើសិនជាខ្លួនឯងមិនខំដែរនោះរំពឹងតែជំនួយគឺពិបាកបន្តិចហើយបាទម៉ែខ្ញុំនឹងឧស្សាហ៍រាយការណ៍ប្រាប់ម៉ែអំពីរឿងនេះខ្ញុំទៅផ្ទះហើយ អាត្រាមកផ្ទះវិញគេឈប់ម៉ូតូងក់បំរុងចូលទៅក្នុងផ្ទះស្របពេលជាមួយគ្នានោះបងប្រុសរបស់គេក៏បានមកកាក់ដំណើរ កុំតន់អាលចូលផ្ទះយើងខ្ចីលុយសិនខ្ចីលុយទៀតហើយចង់ខ្ចីប្រមាណដែរសារនេះយើងខ្ចី2លានខ្ញុំឲ្យ200យើងខ្ចី2លានឯងឲ្យ200អត់បានពាក់កដាលគ្នាទេណាបើបងមិនយកខ្ញុំក៏មិនឲ្យដូចគ្នាដែរយើងយកក៏បានដែរ200នោះចាត់ទុកថាជាបងប្អូនទេកុំអីយើងដើរចាញ់បាត់ទៅហើយខ្ចីរាល់តែលើកបានដូចចិត្តលើកនេះមិនបានដូចម្ដងកម្រៃរាប់ច្រើនពេកអីឲ្យលឿនឡើងឲ្យមក អាត្រាហុចលុយឲ្យបងប្រុសហើយបន្ទាប់ពីបានលុយរួចបងប្រុសរបស់គេក៏បានចាក់ចេញទៅភ្លាមគេក៏បានចូលទៅក្នុងផ្ទះវិញ អូនឆ្មារបស់អូនយ៉ាងម៉េចទៅហើយ មិនមែនជាឆ្មាទេតែជាកូនរបស់ខ្ញុំឈប់ហៅវាថាឆ្មាទៀតទៅកុំនិយាយលើពេកអីណាកូនខ្ញុំកំពុងតែដេកដូចគ្នា បងមិននិយាយលឺទៀតទេរចនអញងូតទឹកហើយនៅ ខ្ញុំងើបតាក់រួយហើយថ្ងៃនេះកម្ដៅបាយសល់ពេលម្សិលមិញហូបទៅមកហូបក៏ដូចគ្នាដែរកូនរបស់យើងខ្ញុំស្ងោរមាត់ឲ្យគេហូបឆ្អែតហើយ បងយល់គ្រប់យ៉ាងឆ្មារបស់អូនសំខាន់ជាងប្តីអូនបងរៀងចាលហើយដែលយកមកឲ្យអូនចិញ្ចឹមនោះពេលនេះបងលេងសំខាន់សម្រាប់អូនទៀតហើយបងចោះចាញ់ត្រឹមនេះចោះបងដឹងខ្លួនថាបងមិនល្អស្មើនឹងឆ្មាអូនទេ ដ្រាម៉ាម្លេះទៅងូតទឹកចេញទៅ អូខេបងទៅងូតទឹកហើយធ្វើលេងបន្តិចបន្តួចសោះចាំបាច់ខឹងដែរ ថាហើយគេក៏បានចាក់ចេញទៅចាប់ប្តីណានាពេលថ្ងៃត្រង់ឪពុកម្ដាយក្មេកជិះកាត់ផ្ទះប្តីប្រពន្ធទាំងពីរគាត់ក៏បានចូលមកលេងមីអូនម៉ែមកលេងណាកូនម៉ែនឹងពុកកូនឯងណាយកស្ករត្នោតនិងអំបិលខ្ចីមកផ្ញើតនខែនេះសម្បូរណាអរគុណណាស់ម៉ែ ប្តីខ្លួនឯងទៅធ្វើការបាត់ហើយមែនទេកូន ចាគាត់មកវិញពេលរសៀលទុកឲ្យខ្ញុំនៅជាមួយកូនតែពីរនាក់ទេកូនមែនទេកូនឯងមានចៅឲ្យម៉ែហើយមែនទេហ្នឹង
ខ្ញុំសំដីដល់កូនឆ្មារបស់ខ្ញុំណាម៉ែប្តីខ្ញុំយកមកចិញ្ចឹមខ្ញុំនឹងប្តីខ្ញុំហៅថាកូនហ្មងទេស្មានថាកូនមានចៅឲ្យពុកម៉ែហើយតាពុកម៉ែនេះខំតាអហើយកូនឯងប្រញាប់យកកូនផងទៅកុំទុកយូរពេកពុកម៉ែចង់ពោចៅណាចាខ្ញុំនឹងកាត់កូនណាម៉ែនាពេលរសៀលអាត្រាមកពីធ្វើការវិញគេបានចូលទៅក្នុងបន្ទប់ឃើញតែឆ្មាដេកនៅលើគ្រែបាត់ប្រពន្ធរបស់ខ្លួន ម៉ែអញតាណាបាត់ហើយម៉ែម៉ែវនោះបាត់ម៉ែហើយគ្នា រំពេចនោះឌៀណាបានចូលមកដល់ក្នុងបន្ទប់វិញបងមកវិញប្រសើរណាស់ខ្ញុំមានរបស់សំខាន់ឲ្យបងណា របស់សំខាន់នោះជាស្អីទៅអូន ខ្ញុំបានទៅផ្សារហើយទិញអាវឲ្យបង បងស្មានទៅទិញឲ្យតែឆ្មាឲ្យភ្លេចបងវិសទៅអន់ចិន កុំអន់ចិត្តអីយើងជាប្តីប្រពន្ធនឹងគ្នាតែឆ្មាដែលយើងយកមកចិញ្ចឹមនេះក៏ត្រូវការសេចក្តីស្រឡាញ់ដែរទោះបីជាគ្នាមិនចេះនិយាយក៏ដោយបងក៏ត្រូវជោគយល់ផងណាតែយ៉ាងណាពួកយើងអាចនិយាយគ្នាបានមានអ្វីបងនិយាយបានណាតែឆ្មានិយាយអត់បានទេទោះចង់បានក្តីស្រឡាញ់ការថ្នាក់ថ្នមពីយើងក៏ដោយ បងយល់ហើយបងគ្រាន់តែញោះអូនលេងតាមិនបានមានន័យផ្សេងនោះទេតទៅយើងនឹងចែកក្តីស្រឡាញ់ឲ្យស្មើគ្នារវាងប្តីប្រពន្ធកូនឆ្មានិងកូនយើងមែនទែនក ូនយើងមែនតើណា យើងដល់ពេលត្រូវយកកូនហើយណាកូនពួកយើងកូនបងនឹងមានគ្នាបលែងលេង អើយអូខេប្តីប្រពន្ធអ្នកទាំងពីរក៏បានសម្រេចចិត្តយកកូនលុះជាច្រើនខែកន្លងផុតទៅពួកគេក៏បានដូចបំណងមែនហើយអ្នកទាំងពីរនៅតែចិញ្ចឹមឆ្មាចែករំលែកក្តីស្រឡាញ់ទៅកាន់ឆ្មានោះដូចជាកូនបង្ការរបស់អ្នកទាំងពីរអញ្ចឹង កូនពុកត្រូវការអ្នកលួងលោមមើលថែព្រោះថារាល់ថ្ងៃយ៉ាប់ភ្នែកមើលណាស់សក់មិនសិតមុខមិនចង់លុបខោអាវស្លៀកដដែល បងឯងជឿដែរទេពេលរឿងពោពីអ្នកដែលគាត់បាននិយាយថាប្រពន្ធទុកលុយមិនសល់នៅចាំដែរទេជំនឿរបស់គាត់នោះរឿងជំនឿអីហ្នឹងនាពេលព្រឹកព្រះអាទិត្យរះទៅតែផុតទៅក៏មានអ្នកមកដើរប្រមូលបច្ច័យតែម្ដង ចៅអើយតើមកពីឆ្ងាយដើរប្រមូលបច្ច័យដើម្បីទៅធ្វើបុណ្យផ្កានាពេលខាងមុខនេះតើចៅមានសទ្ធាជ្រះថ្លាចង់ចូលរួមដែរទេចៅ បើចៅចូលរួមអាចដាក់ក្នុងថង់យាមតាបានណាចៅដើម្បីបានតែថ្ងៃមុខកើតជាតិណាល្អទាំងព្រមមិនថារូបសម្បត្តិចរិយាសម្បត្តិទេចៅចូលមក ខណៈនោះផងដែរបរិសុទ្ធដែលឈរនៅមុខផ្ទះក៏បានឆ្លើយតបទៅវិញថា បាទតាចាំមួយផ្លែតសិនខ្ញុំត្រូវការសួរប្រពន្ធខ្ញុំព្រោះអីប្រពន្ធខ្ញុំជាអ្នកទុកដាក់លុយកាក់ សម័យណាទៅហើយចៅបែរជាឲ្យប្រពន្ធកាន់លុយខ្លួនឯងមិនចេះទុកដាក់ទេអីចៅយើងជាមេគ្រួសារយើងត្រូវតែគិតគូរពីរឿងនេះឲ្យបានខ្ជាប់ខ្ជួនជាពិសេសគឺរឿងលុយនេះតែម្ដងបើថាតាវិញតាមិនបដ ாய் ឲ្យប្រពន្ធជាអ្នកកាន់លុយទេវាមិនទំនងជំនឿបានប្រាប់ថាការរកស៊ីមិនឡើងទេបើមិនជឿចៅសាកធ្វើតាមទៅដឹងតែមានលុយសល់ហើយបើសិនជាយើងជាអ្នកទុកដាក់លុយកាក់ដោយខ្លួនឯងផ្ទាល់នោះ ណែយើងដើររែងអង្គាសបច្ច័យមិនមកណែនាំបដៅទូនមានគេទេកុំតែចេះដឹងរឿងគេពេកប្រយ័ត្នគេសង្ស័យ ជាការពិតមែនតើខំតែងខ្លួននឹងដូចតាមែនតែនទៅហើយប៉ុន្តែវាចេះតែជ្រុលមាត់ តាខ្សឹបខ្សៀវអីដែរខ្ញុំលឺមិនសូវជាច្បាស់សោះតើអាចនិយាយឲ្យលឺជាងនេះបន្តិចបានទេតា អូតាអត់មាននិយាយអីទេចៅចង់ចូលបច្ច័យឬក៏អត់អាចចូលបានណាចៅ ខ្ញុំចាំសួរប្រពន្ធខ្ញុំសិនព្រោះខ្ញុំត្រូវជូនប្រពន្ធទៅផ្សារដែរ ខណៈនោះប្រពន្ធរបស់គេក៏បានចេញពីក្នុងផ្ទះមកដោយកាន់កន្ត្រកនិងមូសក់រួញទៀតផង អូនថ្ងៃនេះមូសក់ប្លែកម្លេះស្អាតផុនគេនេះចេះធ្វើខ្លួនអញ្ចឹងទៅប្តីកាន់តែងប់កុំឲ្យដូចរាល់ថ្ងៃមុខមិនចង់លុបទឹកមិនចង់ងូតសក់មិនចង់សិតក្រែមក៏មិនលាបម្សៅក៏មិនផាត់ចាំតែឲ្យប្តីប្រាប់ធ្វើអញ្ចឹងទៅហំហួនណា ខ្ញុំរួចរាល់ហើយយើងទៅបាន តោះអូនតោះឃើញប្រពន្ធស្អាតប្លែកប្តីចង់វិញម្ដងទៅហើយ ចៅមិនចូលបច្ច័យសិនទេអីមុននឹងចេញទៅក្រៅតាមកចាំយូរហើយណាឃើញថាប្រពន្ធមកសួរប្រពន្ធរឿងលុយកាក់អីឥឡូវសួរទៅតានៅចាំនៅត្រង់នេះមិនបញ្ញាប់ទៅណាទេ គាត់ទាំងពីរចាំរកអីដែរទៅបង
គាត់ទាំងពីរចាំប្រមូលបច្ច័យហើយបងចាំសួរអូនសិនព្រោះអូនឯងជាអ្នកទុកដាក់នៅលើប្រពន្ធគ្រប់យ៉ាង ចាតែប្រមូលបច្ច័យនោះទៅធ្វើអីដែរខ្ញុំអាចសុំដឹងផងបានទេខ្ញុំសុំមើលលិខិតបញ្ជាក់ផងខ្ញុំចង់ពិនិត្យឲ្យកាន់តែប្រកបនៅក្នុងចិត្ត តាជ្រុះបានហើយចៅអើយដើរមកតាមផ្លូវមានចម្ងាយឆ្ងាយណាស់ចៅទាំងពីរគ្រាន់តែដាក់បច្ច័យមកបានហើយមិនបាច់សួរនាំអីច្រើនពេកទេ ខ្ញុំមិនបានសួរនាំច្រើនទេខ្ញុំគ្រាន់តែចង់ឲ្យប្រកបនៅក្នុងចិត្តតើហ៊ានចូលបច្ច័យនោះទៅតាទាំងពីរ ចៅស្រីនិយាយដូចនេះចេញមកមានបំណងស្អីប្រុងថាតាទាំងពីរជាមនុស្សបោកប្រាស់មែនទេតាចំណាស់នេះទៅហើយតាទៅធ្វើអញ្ចឹងដើម្បីអីមិនបាញ់មិញឮមកថាចៅស្រីជាអ្នកកាន់លុយទៀតមិនឲ្យប្តីជាអ្នកទុកដាក់ទេចៅស្រីកុំធ្វើដូចនេះអីណាគេជាមេគ្រួសារឲ្យប្តីទុកដាក់លុយកាក់ទៅទាល់តែធ្វើបែបហ្នឹងទើបសល់លុយសល់កាក់ បើចៅឯងជាអ្នកទុកលុយទៅបានលុយឯណាសល់បើងាកទិញនេះទិញនោះតើលុយដែលប្តីគ្នាខំរកមកមិននឹងគង់ទៅជំនឿនេះគឺពិតណាចៅជឿតាដែលជាមនុស្សចាស់នេះមិនខុសទេដឹងតែរកស៊ីកាក់កបនឹងមិនបាត់លុយចេញទៅណាផ្ដេសផ្ដាសឡើយព្រោះអីលុយនៅនឹងប្តីពេលត្រូវការអីយើងសុំជាប្រពន្ធសុំប្រមាណក៏គេអាចដឹងដែរតែបើទុកនៅនឹងខ្លួនយើងចៅនឹងបាត់លុយគ្មានដឹងមុខមាត់ទេនិយាយច្រើនពេកហើយវាលើសហើយគេសង្ស័យចាប់ថ្នាក់បានខានទេ សុំទោសណាតែខ្ញុំស្ដាប់យូរទៅតាដូចជាអ្នកដែលមកបន្លំទេមិនមែនជាតាអាចារ្យប៉ិតប្រកបទេមកទៅនោះចង់បោកប្រាស់ខ្ញុំមែនទេហើយជំនឿពីខាងណាដែរប្រាប់មកអញ្ចឹងនោះបាត់ទុកលុយនៅប្តីគេដកចៃផឹកស៊ីជាមួយបងភឿនគេអស់ចង់ខែដឹងតែអំបិលហើយតានឹងមកទទួលខុសត្រូវលើជីវិតរបស់ខ្ញុំតែមែនទេធ្វើអញ្ចឹងខុសគេល្អអស់ហើយដែលមកបន្លំខ្លួនធ្វើជាអ្នកដើររែងអង្គាសតាមផ្ទះអញ្ចឹងនោះ យើងគួរតែចាក់ចេញទៅវិញទៅប្រសើរជាងនៅបន្តទៀតមិនបានទេ ណែចៅបើមិនចូលបច្ច័យក៏បានដែរណាតាសុំលាចៅទាំងពីរទៅវិញហើយតោះយើងនៅបន្តទៀតដឹងតែស្ពៃហើយ ខ្ញុំមិនឲ្យទៅណាទេខ្ញុំយកទៅឲ្យមេភូមិរបស់ខ្ញុំចាត់ការចេញតែម្ដងចេះមានគំនិតបោកប្រាស់លើអ្នកដទៃទៅកើត នៅដល់កាលទៀតតោះយើងរត់ មិននៅទៀតទេ ខ្ញុំមិនឲ្យរួចខ្លួនជាដាច់ខាតស្គាល់ខ្ញុំតិចពេកហើយនិយាយចប់ហើយនាងក៏បានប្រឡែងឆ្កែរបស់នាងឲ្យដេញបរោះវ័យចំណាស់ទាំងពីរនោះហើយពូទាំងពីរអ្នកនោះរត់ប្រផាត់ប្រផៅតែក៏រត់ទៅមុខលេងកើតដោយសារតែឆ្កែដេញតន់ទិញខោរបូតទាំងពីរនាក់តែម្ដងនៅផ្ទះរបស់មេភូមិ ប្រាប់ខ្ញុំមកហេតុអីក៏អ្នកទាំងពីរទៅធ្វើដូច្នេះបោកប្រាស់គេដើរប្រមូលលុយតាមផ្ទះហើយតាំងខ្លួនថាជាអ្នកធ្វើបុណ្យមិនខ្លាចបាបទេអីដែលយកឈ្មោះបុណ្យនេះបុណ្យនោះភូតផោថាវត្តណាមួយអញ្ចឹងនោះចេះតែងខ្លួនបន្លំអញ្ចឹងទៅកើតដល់ពេលធ្វើដូច្នេះពេលមានអ្នកដែលគាត់ត្រូវដើរតាមផ្ទះរែងអង្គាសប្រាក់ពិតប្រកបមែនគេអាចនឹងគិតមិនល្អមិនខានទេថាជាជនបោកប្រាស់ក៏ព្រោះតែមានអ្នកដើរបន្លំមិនចេះរកស៊ីមុខរបរសុចរិតត្រឹមត្រូវអរគុណក្មួយទាំងពីរហើយណាដែលបានខាត់ទុកឲ្យពូម្នាងថ្ងៃនេះមិនក៏ស្អាតប្លែកម្លេះខុសពីរាល់ដងដែលមើលមិនសូវចូលភ្នែក ពូមេភូមិខ្ញុំអត់បានសប្បាយចិត្តជាមួយសម្ដីពូទេសរសើរឬក៏បង្អាប់នឹង ពូតសើតើក្មួយស្អាតមែនទៅផ្សារចុះក្មួយទុករឿងនេះឲ្យពូចាត់ការ បើអញ្ចឹងខ្ញុំនឹងប្រពន្ធសុំលាសិនហើយបាន ចំប៉ាក៏បានដុបប្រពន្ធចេញពីផ្ទះមេភូមិ ប្រាប់ខ្ញុំមកហេតុអីក៏អ្នកទាំងពីរធ្វើដូច្នេះលោកមេភូមិអើយឲ្យខ្ញុំសុំទោសផងណាព្រោះខ្ញុំមិនដឹងថាខ្ញុំត្រូវប្រកបការងារអីហើយណាមួយទាល់កំណត់ដោយដោះទុកមកពេលតែមិនដឹងថាមកជួបមីអូននោះវាលេងចាស់ដៃចាប់បានភ្លាមនៅកន្លែងដូច្នេះតែម្ដង លើកលែងឲ្យខ្ញុំផងទៅទាំងនេះគឺខ្លាខ្ញុំជាអ្នកបបួលទេខ្ញុំមិនចង់មកជាមួយប្រមាណទេ ពេលមានរឿងលើកដាក់មកឲ្យយើងជាខ្លើនឹងគ្នាយ៉ាងម៉េចមិនចេះនៅជាមួយគ្នាជាធ្លុងមួយអញ្ចឹងខ្ញុំនឹងធ្វើកំណត់ហេតុហើយបញ្ជូនទៅឲ្យខាងប៉ូលីសដោះស្រាយបន្តខ្ញុំមិនអាចទុកបានទេព្រោះអ្នកទាំងពីរដើរបោកគេច្រើនណាស់មកហើយបើមិនចង់ជួបប្រទះរឿងដូចនេះទេកុំប្រព្រឹត្តវាអី បរោះវ័យចំណាស់ទាំងពីរក៏ត្រូវបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីឲ្យខាងប៉ូលីសជាអ្នកដែលចាត់ការបន្តមកដល់ក្នុងផ្សារមុនរាទិញម្ហូបរួចរាល់ប្តីក៏បាននាំប្រពន្ធទៅទិញសម្លៀកបំពាក់
អូនខោអាវស្អាតណាស់អូនអញទិញទុកស្លៀកទៅរាល់ថ្ងៃបងឃើញអូនអញស្លៀកពាក់តែដដែលមិនចេះទិញថ្មីសោះអនឡាញក៏មិនចេះទិញដើរផ្សារក៏មិនចេះមើលស្អីផ្សេងក្រៅពីម្ហូបគ្រឿងទេសក្នុងផ្ទះដែរបើបងជាអូនវិញបងប្រហែលជាទិញខ្ទេចខ្ទីអស់ហើយលុយប្តីជាអ្នករកមកឲ្យចាយយើងចាយខ្លះទុកខ្លះទៅវាមិនមែនជារឿងខុសច្បាប់ទេហើយបងក៏មិនដែលទៅថាស្អីដែរ ខ្ញុំធ្វើតាមម៉ែខ្ញុំពេលខ្ញុំនៅក្មេងអាយុ10ឆ្នាំជាងខ្ញុំមិនដែលឃើញម៉ែទិញអ្វីល្អៗសម្រាប់ខ្លួនគាត់ឡើយក្រៅពីរៀបចំបាយម្ហូបទិញគ្រឿងប្រើប្រាស់សម្រាប់ប្តីនិងកូនហើយពេលដែលម៉ែត្រូវការទិញអីម្ដងគាត់ប្រើពេលគិតយូរអើយសាន់យូរតែពេលដែលទិញរួចត្រូវមាត់ពុកគាត់ស្ដីថាឲ្យសពគ្រប់ខ្ញុំខ្លាចប្រវត្តិសាស្ត្រច្រំដែលទើបខ្ញុំមិនហ៊ានទិញព្រោះពេលហ្នឹងណាពុកដឹងតែពីលុយរបស់គាត់ដែលរកបានតែគាត់មិនដែលដឹងថាម៉ែត្រូវប្រឹងត្បិតត្បៀតប៉ុណ្ណាឡើយពេលម៉ែទិញគ្រឿងប្រើប្រាស់ក្នុងផ្ទះគាត់ក៏ស្ដីបន្ទោសទិញអីក៏ថ្លៃម្លេះមិនចេះកាត់ចេះតែចាយមិនគិតពីអ្នកប្រឹងរកព្រោះពាក្យសម្ដីទាំងអស់នេះហើយធ្វើឲ្យខ្ញុំចងចាំហើយក៏ឈឺចិត្តណាស់ដែរពុកមិនដែលផ្ដោតតម្លៃឲ្យប្រពន្ធកូនហើយគាត់តែងតែចេះស្ដីពីអសុរោះយកអ្នកក្រៅសំខាន់ជាមនុស្សក្នុងគ្រួសារបងអត់មែនឪពុកអូនឯងទេកុំគិតថាបងដូចគាត់អីបងជាអ្នកដតីពីគាត់ហើយបងជាប្តីរបស់អូនកុំគិតរឿងកន្លងហួសធ្វើអីដែលអូនចង់ធ្វើព្រោះបងជាអ្នកមើលថែអូននៅក្នុងពេលនេះអត់ពីគាត់ទៅអូនសល់បងនៅមានម្ដាយបងឯងមកថាអីប៉ាត់មែនទេព្រោះតែខ្ញុំធ្លាប់មានប្រវត្តិបែបនោះតើខ្ញុំចេះតែកាត់និងខ្លាចពីរឿងហ្នឹងកុំខ្លាចបើអូនឯងបានប្តីដែលគ្រប់គ្រងគ្រប់យ៉ាងពេកមិនផ្ដល់សិទ្ធឲ្យទេអូនលេងគេទៅព្រោះបើគេស្រឡាញ់យើងគេមិនខាត់ខាំងយើងគ្រប់រឿងពេកនោះទេលុះត្រាតែរឿងណាដែលវាប៉ះពាល់អាក្រក់ចំពោះអូនទៅគេហាមអរគុណហើយណាប្តីបានចឹងសុំធ្វើតាមចិត្តខ្លួនឯងមួយស្រឡាញ់ហើយណាអូខេធ្វើទៅបងអត់ហាមឃាត់ទេប្រមូលឲ្យអស់តែម្ដងកុំអស់ខ្លាំងពេកប្រយ័ត្នចុងខែអត់លុយទៅដើរលេងជុំមិត្តភ័ក្ដិអូនឯងខ្ញុំដឹងហើយខ្ញុំចេះតែប៉ាន់ស្មានតាទិញអីវ៉ាន់រួចរាល់អ្នកទាំងពីរក៏បានចាក់ចេញទៅនាពេលថ្ងៃរសៀលម៉ូតូហុយផ្សែងត្រឡោមជិះមកឈប់នៅឯវាលស្រែហើយក៏បានចុះទៅអង្គុយនៅក្នុងខ្ទមអូនឯងមកចាំបងយូរហើយនៅបងរវល់នៅចំការទាល់តែអាសៀលទៅបានទំនេរកុំខឹងងបងអីណាយើងចាស់ដែរហើយមិនបាននៅក្មេងទៀតទេរឿងណាតិចតួចអីយើងបោះវាចោលទៅអូនខណៈនោះអ្នកដែលងាកមកមិនមែនជាមនុស្សដែលគាត់បានណាត់ជួបឡើយតែជាកូនស្រីរបស់គាត់នោះទេមីអូនហើយមកនឹងរកអីកូនមកនៅផ្ទះដាំបាយធ្វើម្ហូបចេះមកនៅស្រែអង្គុយក្នុងខ្ទមតកើតបើនរណាម្នាក់វាមានបំណងមិនល្អមកលើកូនតើកូនឯងគិតយ៉ាងណាមិនចាប់ផន់វាទៅហើយទេអីយីកូននេះយ៉ាប់ត្មងខ្ញុំចាប់បានប៉ុណ្ណឹងហើយពុកនៅតែហ៊ានស្ដីបន្ទោសថាឲ្យខ្ញុំទៀតម៉ែស្លាប់មិនតាន់បានកន្លះឆ្នាំផងពុកចង់មានថ្មីវាឆាប់ពេកហើយទៅដឹងពុកដូចជាមិនគោរពដល់ម៉ែសោះកូនពុកត្រូវការអ្នកលួងលោមមើលថែកូនឯងមិនយល់ពីចិត្តពុកក៏មិនអីដែរតែគួរតែយល់ដល់បំណងចុងក្រោយរបស់ម៉ែកូនព្រោះគេបានផ្ដាំថាឲ្យពុករកម្ដាយថ្មីដើម្បីមើលថែទាំលើកូនពុកអត់ដែលចង់ទេណាកូនកូនត្រូវដឹងថាពុកជាមនុស្សដែលចង់ឲ្យក្រុមគ្រួសារមានសុភមង្គលខ្លាំងណាស់ដូច្នេះហើយកូនត្រូវតែធ្វើតាមពុកថ្ងៃអនាគតកូននឹងមានម្ដាយថ្មីដែលអាចមើលថែលើកូនបានខ្ញុំធំប៉ុណ្ណឹងហើយមិនចាំបាច់អីត្រូវការអ្នកមើលថែទៀតទេខ្ញុំអាចមើលថែខ្លួនឯងបានតែពុកមើលថែខ្លួនឯងលេងបានហើយពុកត្រូវការអ្នកមកថ្នមថែជំនួសម៉ែកូនខ្ញុំពិបាកខាត់ពុកណាពុកធ្វើចោះបើពុកយល់ថាដើម្បីបំពេញបំណងរបស់ម៉ែនោះអរគុណហើយកូនស្រីពុកអញ្ចឹងយើងទៅផ្ទះវិញចាឪពុកកូនអ្នកទាំងពីរក៏បានចាកចេញទៅនាពេលជប់ឡើងមនរាបានអាំងមាន់នៅលើភ្នក់ភ្លើងនៅមុខផ្ទះតែរំពេចនោះក៏មានអ្នកមកកាន់ចានរត់ចូលមកអង្គុយក្បែរប្តីប្រពន្ធអ្នកទាំងពីរមករកអីថ្មនេះហើយមិនគិតដេកពួនទេកាន់ចានមករកអីប្រុសមន់អាំងក្លិនវាឈ្ងុយដល់ផ្ទះខ្ញុំដេកវាអត់លក់ខ្ញុំក៏សម្រេចចាត់ថាមកកាន់ទីនេះតែម្ដងទៅសុំផ្លូវមួយមកបានហើយខ្ញុំនឹងទៅផ្ទះខ្ញុំវិញភ្លាមអីក៏ងាយយ៉ាងនេះសុំតែផ្លូវស្លាប់មិនចេះហូបទេអីខ្ញុំបើប្តីខ្ញុំដែលធ្វើការហត់នឿយត្រឹមជាអ្នកចិត្តខាងរំលងដល់ទៅផ្ទះ3ក្លិននៅតែហៅដល់ទៀតសុំសរសើរហ្មងហើយចំមកអីក៏វៃម្លេះសុំផ្លូវមួយមកថ្ងៃនេះតែងខ្លួនស្អាតអញ្ចឹងសង្ឃឹមថាមិនចាត់អាក្រក់ដូចសម្រស់រាល់ថ្ងៃទេព្រោះថារាល់ថ្ងៃយ៉ាប់ភ្នែកមើលណាស់សក់មិនសិតមុខមិនចង់លុបខោអាវស្លៀកដដែល
បើចាត់អាក្រក់ខ្ញុំមិនថាទេតែឥឡូវជាស្រីស្អាតហើយចែកភ្លៅមន់ឲ្យខ្ញុំមួយមកពីរនាក់ឯងហូបភ្លៅមួយពីរនាក់ចុះ ខ្ញុំមិនឲ្យជាដាច់ខាតបែងចែករើអើងម្លេះតើតែមនុស្សស្រីនោះស្អាតតែងខ្លួនលយលាបក្រែមលាបម្សៅទៅចិត្តល្អមិនមែនហ៎ចាំមនុស្សស្រីដែលមិនធ្វើខ្លួនចិត្តល្អមិនបានទេអីខ្ញុំអត់ចង់ស្ដាប់ឯងទៀតទេចេញពីផ្ទះរបស់ខ្ញុំជាប្រញាប់ទៅមុននឹងខ្ញុំអស់ការអត់ធ្មត់សម្រាប់រឿងមួយនេះ ធ្វើចិនឲ្យតិចទៅអូនយ៉ាងណាក៏គួរតែឲ្យកញ្ញាំជើងគ្នាមួយចំហៀងដែរគ្នាខំរត់មកពីចម្ងាយទៅហើយនឹងយើងជាអ្នកភូមិតែមួយអូនឲ្យកញ្ចក់ជើងមួយទៅបានហើយសុំភ្លៅឲ្យកញ្ញាំជើងអ្នកណាទៅមានអារម្មណ៍ហូបមក ចិត្តច្រើនទៀតទេថាឲ្យខ្ញុំញ៉ាត់ហើយនៅមានមុខចង់បាត់របស់គេទៅហូបទៀតខ្ញុំមិនឲ្យទេថយភ្លាមទៅមនុស្សណាក៏ចេះខឹងពេលគេសាច់ដតីមកថាឲ្យខ្លួនឯងអញ្ចឹងនោះ ຕົកហូបតែពីរអ្នកប្តីប្រពន្ធចុះចិត្តកំណាញ់ណាស់សង្ស័យតែមន់នេះសាច់ស្វិតដែរផងក៏មិនដឹង សាច់វាស្វិតត្រូវហើយព្រោះជាមន់ស្រែហ៎មន់ខ្ញុំចិញ្ចឹមតម្រាំតែដាច់ចិត្តអញវាមិនមែនជារឿងងាយទេ មិនអីទេអញ្ចឹងលាសិនហើយកុំតែអើតពេលខ្ញុំមានរបស់ឆ្ងាញ់ហូបវិញណា ថាចប់ហើយគេក៏បានចាក់ចេញទៅ អូនមិនឲ្យគេមែនទេណា គេនិយាយស្ដីថាឲ្យប្រពន្ធបែបហ្នឹងហើយបងឯងនៅគិតពីរឿងសម្ដេចចិត្តល្អទៀតអីហ៎ខ្ញុំទប់ចិត្តមិនបានទេ បងតាមចិត្តប្រពន្ធបងគ្រប់យ៉ាងឲ្យតែប្រពន្ធថាបែបណាល្អបងមិនជំទាស់ទេ ចាលោកប្តីហូបទៅភ្លើងមន់សម្រាប់តែប្តីទេ បានអរគុណ នាថ្ងៃបន្ទាប់ម្ដាយរបស់មុនរ៉ាក៏បានមកលេងផ្ទះរបស់នាងខណៈដែលប្តីរបស់នាងទៅធ្វើការបាត់ហើយថ្ងៃនេះខ្យល់បក់អីមកដល់ផ្ទះខ្ញុំឬក៏ម៉ែនឹកពកម៉ែគាត់ទៅច្រើនឆ្នាំហើយគាត់ទៅកន្លែងដែលបានសុខហើយណាម៉ែម៉ែកុំគិតពីគាត់ទៀតអីពេលដែលគាត់នៅមានជីវិតគាត់តែងតែធ្វើរឿងដែលនាំទុក្ខដល់ម៉ែច្រើនជាងម៉ែសើចសប្បាយណាម៉ែនៅតែគិតដល់គាត់ទៀតទេម៉ែនៅតែនឹករលឹកពីពុកកូនទោះបីជាគាត់ជាមនុស្សបែបណាក៏ដោយពេលគាត់នៅរស់ជាប្តីប្រពន្ធធ្វើមិននឹងអាចកាត់ផ្ដាច់បានទៅកូនត្រឹមតែជាកូនមិនដឹងទេណាថាម៉ែមានអារម្មណ៍បែបណានោះខ្ញុំយល់ហើយម៉ែតែគាត់លេងនៅច្រើនឆ្នាំហើយគាត់ប្រហែលជាទៅកើតជាមនុស្សថ្មីបាត់ហើយម៉ែគួរតែកាត់ចិត្តបានហើយណាម៉ែមករកកូនដោយសារតែនឹកកូនផងបានជាមកអើតនោះម៉ែមកល្អហើយខ្ញុំជូនលុយខ្លះដល់ម៉ែទុកពិសាអីណានិយាយហើយកូនស្រីក៏បានជូនលុយទៅម្ដាយចំនួន20,000 រៀលអើយកូនឲ្យម៉ែច្រើនម្លេះម៉ែយកតែ20,000បានហើយទុកទៅណាកូនប្តីប្រពន្ធកូនអាចនឹងត្រូវការប្រើប្រាស់អ្វីចាំបាច់កុំឲ្យវាខ្វះមុខខ្វះក្រោយណាម៉ែទទួលយកចាស់ប្តីខ្ញុំគាត់ចិត្តទូលាយណាស់គាត់មិនប្រកាន់ទេគាត់តែងតែប្រាប់ខ្ញុំថាឲ្យធ្វើបែបនេះជាមួយម៉ែម៉ែនៅម្នាក់ឯងណាម៉ែត្រូវការលុយប្រើប្រាស់ច្រើនម៉ែមានដំណាំបន្លែនៅក្រោយផ្ទះផងមុខផ្ទះផងមិនខ្វះអីហូបទេណាកូនតែយ៉ាងណាក៏ទុកទៅណាម៉ែដើម្បីប្រើការចាំបាច់ខ្ញុំអាចជាមិននៅផ្ទះពេលដែលម៉ែមករកអរគុណហើយណាចាំម៉ែយប់ឡើងពេលរៀបចំបាយទឹករួចបាត់ប្រពន្ធពីតុបាយចំប៉ាក៏បានទៅរកដល់ក្នុងបន្ទប់ដេក អូនធ្វើអីលួចលាក់ស្អីពីបង បងឯងជឿដែរទេពេលរឿងពូពីរអ្នកដែលគាត់បាននិយាយថាប្រពន្ធទុកលុយមិនសល់នៅចាំដែរទេជំនឿរបស់គាត់នោះ អូនឯងតែគិតស្អីបែបហ្នឹងវាមិនមែនជាជំនឿអីទេអូនបែបនោះគេហៅថាជំនឿផ្ទាល់ខ្លួនរបស់គាត់ដែលជាបរិសម្នាក់ដែលកាន់កាប់លុយរកបានមកទុកខ្លួនឯងមិនឲ្យប្រពន្ធកាន់កាប់វាមិនមែនអាស្រ័យលើប្តីទុកលុយទៅផ្សល់ទេវាស្ថិតនៅលើមនុស្សតាបើបុគ្គលម្នាក់នឹងចេះសន្សំត្បិតត្បៀតវាច្បាស់ជាសល់ហើយតែបើបុគ្គលម្នាក់នឹងចាយមិនត្បិតត្បៀតបានអីសល់តែបងទុកចិត្តលើប្រពន្ធបងទុកឲ្យប្រពន្ធបងជាអ្នកកាន់កាប់លុយកាក់បងអ្នករងអូនជាអ្នកតុងតែទោះបីជាប្រពន្ធប្រើការលើអីក៏បងមិនថាដែរឲ្យតែប្រាប់បងពីហេតុផលច្បាស់លាស់បងមិនចង់ឲ្យមានពាក្យថាទុកប្រពន្ធប្តីកាន់លុយនោះទេចង់ទិញអីមួយរៀបរាប់បែកអូហូចជាស្ទឹងតែអូនឯងទិញអីក៏បងដឹងប្រាប់បងរហូតហ្នឹងហើយហេតុផលមួយច្បាស់លាស់ណាស់ ថ្ងៃនេះខ្ញុំជូនលុយម៉ែខ្ញុំ20,000បងឯងថាអីអត់នឹង គាត់នៅម្នាក់ឯងជូនលើសហ្នឹងក៏បងមិនថាអីដែរគាត់ជាម៉ែរបស់អូនហើយក៏ដូចជាម៉ែរបស់បងដែរកុំភ័យខ្លាចថាបងដេញដោលឬក៏រំលឹកអីព្រោះបើដូច្នេះគេហៅថាប្រកាន់ច្រើនជ្រុល អរគុណណាស់ដែលបងយកយល់ចាប់ពីថ្ងៃនេះទៅខ្ញុំតែងខ្លួនស្អាតស្អាតវិញហើយព្រោះបើសម្រាប់ធ្លាក់ពេលដែលមានប្តីនោះច្បាស់ណាស់ថាប្តីបែកឆ្វេង បងស្មានតែបែកក្បាល នរណាហ៊ានដាក់បងបែកក្បាលទៅតែបើបែកឆ្វេងកំភៃអីណាស្ដាំក៏បែកដែរ
បែកក្បាលទាំងឆ្វេងទាំងស្ដាំតែម្ដង អញ្ចឹងយើងទៅបាយទឹកជុំគ្នាបានហើយបងបាយម្នាក់ឯងតបប្រមល់ណា ចាប់ប្តីប្រពន្ធចេះជោគជលចេះកែតម្រូវគ្នាទៅរស់នៅប្រកបដោយសុភមង្គលហើយអាចផ្ដល់សុភមង្គលនោះឲ្យគ្នាយ៉ាងងាយមិញអាណិតក្មួយប្រុសណាស់កុំតាក់ទងនាងអីព្រោះនាងជាមនុស្សមិនល្អទេបើមានចិត្តមកប៉ាត់យ៉ាងអាចនឹងជួបគ្នាម្ដងទៀតដែរទេបងនៅរងចាំខ្ញុំទេហើយរឿងប្តីកូនបំភ្លេចចោលទៅគេទៅបានសុខហើយណាកូនរឿងនិស័យជាមួយអ្នកមុនគឺផុយស្រួយនៅក្នុងមន្ទីរពេទ្យ ប្តីប្អូនគេផុតហើយចូលរួមសោកស្ដាយផងណាប្អូនស្រី មិនប៉ាត់ទេមិនប៉ាត់ឡើយបងមកវិញមកប្តីរបស់នាងបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍មួយខែក្រោយមកនាពេលព្រឹកឡើងមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងប្រណាំងជាមួយសម្លេងទ្រហោជុំរបស់គ្រួសារដែលទៅតែបាត់បង់សមាជិកគ្រួសារទៅរយៈពេលមួយខែទៅហើយឡាណាអង្គុយលើគ្រែអោបរឹកថតប្តីដែលបានចាក់ចេញទៅចោលនាងហេតុអីក៏បងដាច់ចិត្តយ៉ាងនេះទៅចោលប្រពន្ធរបស់បងដែលទៅតែសន្យាជាមួយគ្នាថាពួកយើងនឹងមានគ្រួសារដែលមានសុភមង្គលជាមួយគ្នានោះអីនាថ្ងៃរសៀលមេឃចាប់ផ្ដើមរាំងភ្លៀងឪពុកម្ដាយរបស់នាងបានមករកនាងដល់ផ្ទះ មីអូនសុកទុកយ៉ាងណាទៅហើយកូនល្មមកាត់ចិត្តទៅកូនអើយប្តីកូនគេទៅបានសុកហើយធ្វើមិនទេបើកូនទាំងពីរនៅជាមួយគ្នាបានត្រឹមតែប៉ុណ្ណេះ កាត់ចិត្តទៅកូនពិភពលោកនេះមិនមែនមនុស្សតែម្នាក់ទេកូនធ្វើបែបនេះប្រៀបបីដូចជាធ្វើបាបខ្លួនឯងនឹងធ្វើឲ្យពុកម៉ែពិបាកជាមួយកូនដែរហើយព្រោះរវល់តែព្រួយបារម្ភពីកូនតើមានពេលឯណាបំពេញការងាររកស៊ីនោះ ពុកគិតថាកូនគួរតែសម្រាកទៅដើម្បីសុខភាពរបស់កូនបើសុខភាពកូនមិនល្អពុកម៉ែនឹងពិបាកចិត្តដូចគ្នាណាកូន ពុកម៉ែឈប់បារម្ភពីខ្ញុំទៅព្រោះថាខ្ញុំមិនអីទេខ្ញុំអាចមើលថែខ្លួនឯងបាន កូនសម្រាកចុះបើមានបញ្ហាអីកូនប្រាប់ពុកម៉ែណា ចាប់ពុកឪពុកម្ដាយរបស់នាងបានចាក់ចេញពីផ្ទះរបស់នាងនាពេលរាត្រីមេឃភ្លៀងធ្លាក់យ៉ាងខ្លាំងឡាណាបានអាំងដំឡូងនៅមុខផ្ទះខណៈដែលអ្នកជិតខាងរបស់នាងបានចូលមកគ្រោឡាណាមួយរយៈនេះឯងសុកទុកយ៉ាងម៉េចដែរខ្ញុំនឹងប្តីមិនសូវជាតនេបានមកសួរសុកទុកឯងទេទើបតែថ្ងៃនេះបានតនេមកមើលឯងក្រែងលោកអាចជួយអីដល់ឯងបានខ្លះ ខ្ញុំជាមួយប្រពន្ធឃើញអ្នករាប់អានគ្នាបែកបាក់គ្រួសារហើយពួកយើងក៏មិនសប្បាយចិត្តដូចគ្នាដែរ បើមានការអីឯងអាចពឹងពាក់ប្តីប្រពន្ធខ្ញុំបានពួកយើងជួយឯងបានជានិច្ចណាខ្ញុំមិនអីទេមនុស្សដែលចាក់ចេញទៅហើយគ្មានថ្ងៃវិលត្រឡប់វិញឡើយខ្ញុំក៏មានតែកាត់ចិត្តពីគាត់អរគុណអ្នកទាំងពីរដែលបានមកសួរសុខទុក្ខណែហូបដំឡូងជាមួយគ្នាសិនទៅពេលប្តីខ្ញុំនៅរស់គាត់តែងតែដុតដំឡូងហូបជាមួយខ្ញុំពេលដែលមេឃរាំងភ្លៀងតាមមើលទៅឯងមិនតាន់យល់ព្រមថាកាត់ចិត្តពីគាត់ទេតែណាហើយចោះរឿងបែបនេះគ្មានអ្នកណាអាចធ្វើបានភ្លាមទេពួកយើងនឹងជួយឯងជានិច្ចណាបើសិនជាឯងត្រូវការអីនោះអរគុណហើយមែនហើយពួកយើងទៅផ្ទះវិញហើយណាថាចប់ប្តីប្រពន្ធទាំងពីរក៏បានចាកចេញទៅនាថ្ងៃបន្ទាប់ដែលត្រូវជាថ្ងៃសិលឡាណាមកវត្តប្រគេនចង្ហាន់ព្រះសង្ឃរួចនាងបានជ្រោចទឹកនៅក្រោមដើមឈើសូមឲ្យអ្វីដែលខ្ញុំបានធ្វើទាំងប៉ុន្មាននេះសូមឲ្យបានទៅដល់បងផងចុះព្រោះខ្ញុំធ្វើទាំងអស់នេះគឺដើម្បីតែបងប៉ុណ្ណោះស្របពេលជាមួយគ្នានោះអ្នកកំឡោះម្នាក់បានមកជ្រោចទឹកនៅក្រោមដើមឈើតែមួយជាមួយនឹងនាងឡាណាផងដែរ ម៉ែពងខ្ញុំមកវត្តធ្វើបុណ្យឧទ្ទិសកុសលដល់ម៉ែពងទោះបីជាប្រមាណឆ្នាំនេះពុកម៉ែបានឃ្លាតឆ្ងាយពីខ្ញុំក៏ដោយខ្ញុំរស់នៅម្នាក់ឯងឯកាគ្មានពុកម៉ែហៅដូចគេតែខ្ញុំក៏មិនខឹងពុកម៉ែដែរព្រោះពុកម៉ែមិនមានបំណងចាកចេញពីខ្ញុំលឿនដូចគ្នា អត់ទៅបងប្រុសមកធ្វើបុណ្យឲ្យពុកម៉ែដែលចែកឋាននោះមែនទេ បានមែនហើយមានការអីមែនទេចុះអូនវិញមកធ្វើបុណ្យឧទ្ទិសឲ្យអ្នកណាដែរ ខ្ញុំមកធ្វើបុណ្យឧទ្ទិសកុសលឲ្យប្តីដែលគាត់បានចែកឋានមួយរយៈមុននេះ មិនគួរណាប្តីឆាប់ចែកឋានចោលទាំងនៅវ័យក្មេងបែបនេះទេចូលរួមសោកស្ដាយផងណា ចាខ្ញុំលះហើយថាចប់នាងក៏បានចាកចេញទៅ ជីវិតរលត់មិនទៀងមែនមិនគួរណាប្តីចាកលោកចោលទាំងវ័យក្មេងដូចនេះទេ
បន្ទាប់ពីចាក់ចេញពីវត្តប្រសូតមកដល់ផ្ទះវិញខណៈដែលម្ដាយមីងរបស់គេបានមកសួរនាំភ្លេណែក្មួយមកពីវត្តវិញហើយអីណែមីងមានរឿងមួយមកសួរក្មួយតែមិនដឹងថាក្មួយព្រមទទួលឬក៏អត់ទេព្រោះវាជារឿងដែលមីងបានលាក់ទុកយូរហើយតាំងតែពីពុកម៉ែក្មួយមិនទាន់ចែកឋានម្លេះមានរឿងអីមីងនិយាយមកខ្ញុំរងចាំស្ដាប់ណែដីស្រែក្មួយនៅខាងលិចជាប់ស្រែមីងនោះណាក្មួយឯងដែរទៅមើលឬអត់ប្រយ័ត្នផងទៅណាក្មួយកុំឲ្យអ្នកណាមកយករបស់យើងទៅវាស់វែងហើយធ្វើប្លង់យើងឲ្យស្រួលបួលទៅក្រែងថាអ្នកខ្លះមកបន្លំជញ្ជក់ឈាមពីយើងយកទៅធ្វើជារបស់គេពេលម៉ែឪក្មួយនៅគេមិនហ៊ានតែពេលដែលម៉ែឪក្មួយទៅបាត់អាចនឹងគេឆក់យកបានណាបាទមីងចាំខ្ញុំទៅមើលប្រហែលជាមិនអីទេព្រោះប្លង់នៅជាមួយខ្ញុំម៉ែពុកគាត់ចាត់ចែងទុកឲ្យខ្ញុំបើមិនមាននរណាយកប្លង់ពីខ្ញុំទៅប្រហែលជាមិនអីទេកុំចេះតែមិនអីមាត់ឯងតែត្រូវទៅមើលឲ្យឃើញជាក់ស្ដែងនឹងភ្នែកហើយរៀបចំប្លង់ដីឲ្យបានត្រឹមត្រូវទៅបាទមីងចាំខ្ញុំទៅមើលការខុសត្រូវអរគុណឲ្យមីងដែលបានមកប្រាប់ខ្ញុំមីងមកប្រាប់ព្រោះក្មួយនៅម្នាក់ឯងមិនចង់ឲ្យអ្នកផ្សេងមកដណ្ដើមរបស់ក្មួយទេពិសេសគឺសាច់ឈាមឯងតែម្ដងបាទមីងខ្ញុំនឹងទៅមើលថែអ្វីដែលជារបស់ខ្ញុំនាថ្ងៃបន្ទាប់ប្រសូតបានជិះម៉ូតូសម្ដៅទៅស្រែរបស់គេដែលពេលទៅតាមផ្លូវគេក៏បានជួបនឹងឡាណាដែលខូចម៉ូតូនៅតាមផ្លូវអូនម៉ូតូអស់សាំងឬក៏ខូចអីមែនអីម៉ូតូខ្ញុំជិះលេងទៅមកហើយមិនដឹងថាកើតអីទេចាំបងជួយមើលឲ្យចុះថាហើយប្រសូតបានជួសជុលម៉ូតូឲ្យនាងតតែជិះបានវិញអូនឯងសាកជិះទៅឲ្យឆ្ងាយមើលបើមិនម៉ាបងអូសយកទៅកន្លែងជាងឲ្យគេជួសជុលឲ្យខ្ញុំគិតថាអាចជិះវិញបានហើយណាបងអរគុណហើយណាដែលបានជួយខ្ញុំបានមិនបាច់គួរសមទេចាំជួបគ្នាថ្ងៃក្រោយទៀតណាចាជួបគ្នាថ្ងៃក្រោយបើមានឱកាសនោះខណៈដែលឡាណាបំរុងនឹងជិះម៉ូតូចេញទៅហើយតែមានអ្នកផ្សេងទៀតបានជិះមកកាត់ហើយបានឈប់ងក់នៅក្បែរពួកគេប្តីស្លាប់ទៅតែបានមួយខែតែមកតាក់ទងជាមួយប្រុសថ្មីបាត់អាណិតប្តីឯងណាស់ដែលមានប្រពន្ធដូចជាឯងនោះខ្ញុំក៏កាត់ដូចម៉ែដែរមិនគួរណាប្រពន្ធបងដងជាមនុស្សស្រីបែបនេះទេគាត់ស្លាប់មិនទាន់បានក្តៅភ្នោផងប្រពន្ធគាត់បែរជាមានអ្នកផ្សេងហើយអាណិតគាត់ហួសថ្លែងទុកចិត្តមនុស្សបែបនេះមិនបានទេមុខមាត់ស្លូតតែចរិតវិញអត់ស្លូតនោះទេហើយពិតជាមិនគួរឲ្យរាប់អានមែនម៉ែពួកយើងទៅវិញទៅប្រាប់អ្នកផ្សេងឲ្យគេបានដឹងថានាងជាមនុស្សស្រីបែបណាមីងឈប់សិនមីងកុំទាន់បង្កចលាចលអីប្រុសថ្មីស្អីខ្ញុំមិនដឹងរឿងទេខ្ញុំគ្រាន់តែជិះឆ្លងកាត់មកហើយក៏ឃើញប្អូនខាងនេះខូចម៉ូតូខ្ញុំគ្រាន់តែជួយតាខ្ញុំមិនមែនជាប្រុសរបស់អ្នកណាទេមីងកុំអាលវាយតម្លៃមនុស្សត្រឹមតែការឃើញប៉ុណ្ណោះបានទេមីងគួរតែសួរនាំសិនគួរណាគិតតែនិយាយដោយមិនសួរអញ្ចឹងទេឲ្យសួរបែបណាទៀតបើច្បាស់ផ្ទាល់នឹងភ្នែកបែបនេះអូនណាអូនខ្លាចអន់មែនបានជាប្រឹងរកលេះមិញអាណិតក្មួយប្រុសណាកុំតាក់ទងនាងអីព្រោះនាងជាមនុស្សមិនល្អទេបើជាមនុស្សល្អមិនមែនប្តីស្លាប់ចោលមិនស្រក់ទឹកភ្នែកសូម្បីតែមួយតំណក់នៅថ្ងៃបុណ្យសពប្តីនោះទេអ្នកណាក៏គេនិយាយដែរព្រោះមនុស្សនេះជាមនុស្សដែលមិនចេះស្ដាយស្នងអ្នកណាក្រៅពីខ្លួនឯងឡើយណែខ្ញុំប្រាប់យកទៅបន់ទេមិននិយាយអីក៏បានព្រោះតែមិញមិនមែនជាខ្ញុំមិញមិនអាចមកធ្វើជាខ្ញុំទេប្តីខ្ញុំស្លាប់ខ្ញុំមិនស្រក់ទឹកភ្នែកនៅរោងបុណ្យតែមិញមកបានតែមួយផ្លេតមិញក៏មិនដឹងដែរពីរឿងរ៉ាវដែលនៅពីក្រោយនេះថាខ្ញុំកាត់អីខ្លះព្រមមិញបានត្រឹមតែនិយាយមកត្រឹមតែរូបភាពបន្តិចហើយក៏ចាប់ផ្ដើមអង្គចលាចលដូចជាទឹកបាក់ដំណប់ខ្ញុំវិញទេដែលអាណិតមិញនឹងកូនមិញនោះដែលគ្មានអីក្រៅពីជជែកវែកញែកពីរឿងរបស់អ្នកភូមិមិញនឹងខ្ញុំគង់ទៅជួបគ្នានៅផ្ទះមេភូមិទេកុំចេះតែនិយាយទាំងដែលមិនឃើញអស់មិនដឹងបានច្រើនដោយពាក្យគេថាចេះមិនដោះឆ្ងល់មិនកើតចេះមិនបាន10តែខ្លាញ់ធ្វើជាចេះដល់100តាំងខ្លួនជាបណ្ឌិតវោហាបកអ្នកមិនដឹងបងខ្ញុំលេសសិនហើយអរគុណដែលបានជួយនោះថាចប់នាងក៏បានចាក់ចេញទៅភ្លាមនាងមកវិញមកអូយថាឲ្យយើងដើរជាមនុស្សចាស់ណែឆាប់មកវិញឲ្យលឿនឡើងម៉ែនាងទៅដល់ជើងមេឃឥឡូវហើយទៅធ្វើជាស្រែកហៅខ្ញុំប្រាប់មីងណាខ្ញុំជាមួយប្អូនបាញ់មិញមិនមានអីជាមួយគ្នាទេខ្ញុំគ្រាន់តែជាអ្នកឆ្លងកាត់ហើយជួយមីងគិតលើមនុស្សខុសហើយខ្ញុំជម្រាបលាប្រសូតបានចាក់ចេញទៅម្នាក់ទៀតមិនបាច់ជម្រាបលាស្អីទេយើងមិនចង់ទទួលមកធ្វើឲ្យយើងក្តៅក្រហាយទៅពីរអ្នកតែម្ដង
ម៉ែទៅផ្ទះទៅកុំនៅស្រែកនៅនឹងទៀតអីនាពេលរាត្រីបានឈានចូលមកដល់ឡាណាជួលរូបថតប្តីព្រមទាំងបន្លឺឡើងបងឆាប់ទៅចោលខ្ញុំពេកបងធ្វើឲ្យខ្ញុំនៅផ្ទះមួយនេះម្នាក់ឯងកុំព្រេដូចខ្លាញ់ដាច់ខ្សែអញ្ចឹងបើមានចិត្តមកប៉ាត់យើងអាចនឹងជួបគ្នាម្ដងទៀតដែរទេបងនៅរងចាំខ្ញុំទេមួយសប្តាហ៍ក្រោយមកឡាណាបានមកដល់ផ្ទះឪពុកម្ដាយរបស់នាងមកលេងផ្ទះម៉ែពុកខ្លះបែបនេះក៏ល្អដែរណាកូនកុំសំងំនៅតែផ្ទះខ្លួនឯងពេកនាំតែ stress ទេម៉ែឃើញកូនឯងមកលេងបែបនេះពុកម៉ែសប្បាយចិត្តណាស់ណាកូនហើយរឿងប្តីកូនបំភ្លេចចោលទៅគេទៅបានសុខហើយណាកូនចាំម៉ែខ្ញុំនឹងព្យាយាមកាត់ចិត្តបំភ្លេចគាត់ព្រោះមនុស្សដែលទៅហើយបើសោះតែអនុស្សាវរីយ៍ចាស់ៗដែលល្អៗជាមួយគ្នាតែប៉ុណ្ណោះកូនឯងនិយាយត្រូវព្រោះមនុស្សយើងបើនៅតែចង់ផ្អើបទុកយូរមិនអាចរស់នៅលើផែនដីនេះបានយូរទេទាល់តែស្រស់ស្រាយទើបអាចរស់នៅសម្លឹងមើលពិភពលោកនេះបានយូរបានចាប់ពុកខ្ញុំនឹងធ្វើតាមសម្ដីពុកម៉ែឡាណាចេញពីផ្ទះឪពុកម្ដាយដើរកាត់តូបចាប់ហួយនាងក៏បានឮសំឡេងលហៀងពីសម្ដីអ្នកចិត្តខាងលូអ្នកងួនថានាងមានប្រុសថ្មីទាំងតែប្តីទៅតែស្លាប់មិនទាន់ក្តៅភ្នោផងខ្ញុំវិញក៏សឹងតែមិនជឿដូចគ្នាព្រោះមើលមុខស្លូតអញ្ចឹងសោះមិនសមណាធ្វើទាំងវើបែបនឹងដាក់ប្តីទេប្តីទៅតែទៅមិនទាន់បាន2ខែទេមានប្រុសផ្សេងបាត់មុខស្ងោដូចមាន់ស្ងោមិនប្រកាសថាស្លូតបូតដូចអីដែលយើងគិតឡើយពិបាកមើលណាស់មនុស្សសម័យឥឡូវមើលត្រឹមតែមុខមិនដឹងទេទាល់តែមើលតាមរយៈទង្វើរបស់គេនាពេលរាត្រីឡាណាបានរៀបចំសម្លៀកបំពាក់ដាក់ក្នុងវ៉ាលីមិត្តភ័ក្តិរបស់នាងក៏បានបន្លឺឡើងឯងចង់ទៅមែនក៏អីទៅទីក្រុងមិនដូចស្រុកយើងទេយើងគ្មានញាតិមិត្តនៅទីនោះឡើយណាអូនកុំនិយាយអញ្ចឹងមិត្តភ័ក្តិអូនទៅរកអ្វីដែលថ្មីនឹងសាងជីវិតថ្មីនៅទីនេះនឹងកាន់តែធ្វើឲ្យមិត្តភ័ក្តិអូនឯងរងនៅសម្ពាធទៅវិញទេមិត្តភ័ក្តិឯងស្ដាប់សម្ដីអ្នកភូមិធ្វើអីអ្នកភូមិទាំងនោះបានតែមួយឆៅទេតែបន្តិចទៀតនឹងសាបទៅវិញហើយជាពិសេសឯងមិនមែនជាមនុស្សបែបនោះផងឯងជាមនុស្សស្មោះស្ម័គ្រជាមួយប្តីណាគេចេះតែមានមាត់វែងអត់បានការមនុស្សបែបនេះបានតែពីខ្ចែងតើចេះដឹងរឿងគេណាជាងសម័យខ្លួនគេទៀតជ្រុលបានតែមាត់អេកអូតតែមិនដែលបានជួយស្អីខ្ញុំទៅធ្វើការនៅទីនេះមិនសូវមានអីធ្វើឡើយម្ចាស់ពុកម៉ែខ្ញុំចាស់ហើយខ្ញុំចង់ចិញ្ចឹមគាត់ឲ្យគាត់បានហូបឆ្ងាញ់យើងនឹងជួយមើលថែពុកម៉ែឯងណាកុំបារម្ភអីទៅចុះជូនពរឯងឲ្យបានជួបអ្វីៗដែលថ្មីសម្រាប់ជីវិតរបស់ឯងឡាណាបានចាក់ចេញពីស្រុកកំណើតទៅកាន់ទីក្រុងដើម្បីធ្វើការងារដែលខ្លួនជំនាញការនាងមិនទាន់រៀបការមកដល់ទីក្រុងបាន1ឆ្នាំនាងបានទទួលការងារដែលខ្លួនជំនាញជាចុងភៅនៅក្នុងហាងអាហារមួយកន្លែងនាពេលយប់យន្តដល់ម៉ោងដែលចេញទៅផ្ទះនាងបានបើករថយន្តមកជិតដល់ផ្ទះស្នាក់របស់នាងទៅហើយតែរំពេចនោះនាងបានឃើញមនុស្ស2នាក់វាធ្វើបាបលើបរិសម្នាក់ពេលឃើញឡានមកបរិស2នាក់នោះក៏បានរត់ចែកជើងគ្នាតែម្ដងហេគាត់ចាំមិនហើយបងប្រុសបងចាំមិនហើយក្រោករួចដែរទេប៉ធោអើយសន្លប់បាត់ហើយថាហើយនាងក៏បាននាំបរិសនោះទៅជាមួយតែម្ដងនៅក្នុងបន្ទប់មកដូចជាធ្លាប់ស្គាល់ឬមួយក៏បងប្រុសមួយអីដែលធ្លាប់ជួយខ្ញុំកាលពេលដែលខ្ញុំនៅស្រុកតាអូតាមពិតបងប្រុសមួយអីដែលធ្លាប់ជួយខ្ញុំកាលពេលខ្ញុំនៅស្រុកតាស្របពេលជាមួយគ្នានោះប្រសូតក៏បានដឹងខ្លួនចំខ្ញុំនៅណាអញ្ចេះបងនៅក្នុងបន្ទប់របស់ខ្ញុំហេតុអីក៏មកដល់ទីនេះមិនបានជាត្រូវគេធ្វើបាបអញ្ចឹងខ្ញុំទៅមិនចេញពីធ្វើការខ្ញុំមិនដឹងទេថាពួកនោះវាចេញមកពីណាមកដល់វាយយើងយកដូចជាមានគំនុំជាមួយគ្នាតាំងពីពេលណាមកអញ្ចឹងបងសម្រាប់នៅទីនេះសិនចុះចាំស្អែកព្រឹកចាំចាក់ចេញទៅហើយចាំមកចូលបាយធ្វើដំណើររបស់បងវិញនោះបងធ្វើដំណើរដោយអីឡានបងវាខូចបងដើរថ្មើរជើងព្រោះកន្លែងធ្វើការចិត្តផ្ទះតែដឹងអីមកជួបប្រភេទអមនុស្សបែបហ្នឹងតែពួកគេជាមនុស្សតើបងបើសិនជាមនុស្សគេមិនមែនមកដល់វាយអ្នកដទៃដោយគ្មានមូលហេតុទាំងដែលមិនធ្លាប់ស្គាល់អញ្ចឹងទេនេះគឺពួកអមនុស្សរាតត្បាតសង្គមហើយបងប្រសពនិយាយណាសម្រាប់ឲ្យធូរសិនទៅហើយចាំស្អែកចាំទៅផ្ទះបានអរគុណណាស់លុះថ្ងៃបន្ទាប់ប្រសូតបានចាក់ចេញទៅផ្ទះរបស់គេ
ខណៈដែលឡាណាបានទៅធ្វើការរបស់នាងដូចគ្នាហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរតែងតែបានជួបគ្នាបណ្ដាលឲ្យពួកគេបានបង្កើតទំនាក់ទំនងជាមួយគ្នាដោយការមើលចិត្តគ្នារយៈពេល4ខែដែលអ្នកទាំងពីរទាក់ទងគ្នាពួកគេបានទៅវត្តធ្វើបុណ្យជាមួយគ្នានេះថ្ងៃសិល ពងម៉ែទោះខ្ញុំទៅដល់ទីណាក៏ខ្ញុំមិនភ្លេចគុណពុកម៉ែដែរថ្ងៃនេះខ្ញុំមកវត្តប្រគេនចង្ហាន់រួចខ្ញុំក៏មកច្រូចទឹកហើយនឹករលឹកដល់ពុកម៉ែសូមឲ្យពុកម៉ែកើតជាតិថ្មីនៅក្នុងជីវិតដែលស្រស់ស្អាត ថ្ងៃនេះជាថ្ងៃដែលយើងឃ្លាតឆ្ងាយពីគ្នាមួយឆ្នាំកន្លះហើយខ្ញុំបានបើកចិត្តរាប់អានមនុស្សថ្មីហើយក៏បានសាកល្បងមើលចិត្តគ្នាជាមួយបរិសម្នាក់ បងមិនថាអីទេទោះបីជាយើងតាក់ទងគ្នាតែអូនក៏នៅតែអាចឧទ្ទិសបុណ្យដែលយើងបានមកធ្វើជាមួយគ្នាឲ្យទៅប្តីអូនដែលបានចែកឋានទៅដែរមិនថា10ឆ្នាំទៅខាងមុខឬក៏20ឆ្នាំក៏អូននៅតែអាចរំលឹកឈ្មោះគេបានគ្រប់ពេលបងតាក់ទងជាមួយអូនបងគោរពសិទ្ធិអូនព្រោះបរិសដំបងដែលអូនស្រឡាញ់គឺជាបរិសដែលល្អចំពោះអូនហើយវាពិបាកនឹងធ្វើឲ្យអូនបំភ្លេចណាស់តែបងមិនប្រកាន់ទេបងយល់គ្រប់យ៉ាង ចា៎អរគុណដែលបងជួយពីខ្ញុំតែខ្ញុំក៏មិនអាចរំលឹកពីគាត់បានរហូតដូចគ្នាព្រោះតែថ្ងៃខាងមុខគឺជាអនាគតរបស់យើងដែលត្រូវបង្កើតជាមួយគ្នាគាត់ត្រឹមតែជាបរិសដែលខ្ញុំចងចាំតែមិនអាចសាងអនាគតជាមួយគ្នាបានក៏ព្រោះតែនិស្ស័យរបស់គាត់និងខ្ញុំគឺផុយស្រួយណាស់ ជីវិតមនុស្សយើងគឺផុយស្រួយណាស់មិនអាចមើលឃើញទេរៀននិយាយល្អគិតមុននិយាយដោយការចេះកិនមនុស្សល្អរក្សាទុកមនុស្សមិនល្អស្គាល់គ្នាហើយបំភ្លេចគ្នាចោលមិនមានរឿងអីខាតទេតោះយើងទៅផ្ទះយើងវិញ ចា៎អ្នកទាំងពីរបានតាក់ទងគ្នាពេលមកដល់ទីក្រុងនេះលុះត្រឡប់ទៅស្រុកវិញពួកគេបានភ្ជាប់ពាក្យជាមួយគ្នាដោយបើកចំហឲ្យគ្រប់គ្នាបានដឹងបានឮ